នៅក្នុងគ្រួសារមួយមានសមាជិក3នាក់ដែលរស់នៅជាមួយគ្នាប៉ុន្តែបុរសដែលត្រូវជាកូនរបស់អ្នកមីងមិនមែនជាកូនបង្កើតនោះទេគេគឺជាក្មួយដែលត្រូវកំព្រាឪពុកម្ដាយហើយអ្នកមីងក៏បានយកមកចិញ្ចឹមតាំងពីនៅតូចមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេត្រាប់តែក្របីចូលទៅស៊ីដំណាំនៅក្នុងស្រែរបស់យើងហើយអស់ស្រូវជិត1ហិកតាណាអ្នកមីងប្រហែលជាក្មេងៗរវល់ប្រឡែងគ្នាទើបបានជាបណ្ដាលឲ្យក្របីចូលដល់ស្រែរបស់យើងបំផ្លាញដំណាំយើងបែបនេះអញ្ចឹងក្មួយគួរតែព្យាយាមមើលស្រែរបស់យើងឲ្យកាន់តែល្អទៅខ្ញុំប្រកាសជាមើលថែស្រែឲ្យបានល្អណាស់អ្នកមីងបើសិនជាលើកនេះមានក្របីចូលទៅដល់ស្រែរបស់យើងទៀតខ្ញុំនឹងមិនទុកជីវិតឲ្យវានោះទេមីងគិតថាកុំដល់ថ្នាក់នឹងអីក្មួយគ្រាន់តែក្មួយចាប់ក្របីយកទៅឲ្យម្ចាស់គេវិញគឺចប់រឿងហើយកុំឲ្យមានរឿងរ៉ាវវែងឆ្ងាយអីណាក្មួយព្រោះតែមីងមិនចង់មានបញ្ហាជាមួយនឹងអ្នកជិតខាងអ្នកមីងធ្វើបែបនេះដូចជាល្អពេកហើយប៉ុន្តែមនុស្សទាំងអស់នោះគេមិនគិតដូចជាអ្នកមីងទេអញ្ចឹងអ្នកមីងខ្ញុំសូមទៅមើលស្រែរបស់យើងបន្តទៀតសិនហើយបើលើកនេះខ្ញុំបានជួបក្របីទាំងអស់នោះខ្ញុំនឹងចាប់ជាប្រាក់យកតែម្ដងនេះតាបង្ណាំបានដើរទៅស្ដាយបាត់ហើយមែនទេម៉ែគាត់បានភ្លេចយកបង្អែមដែលខ្ញុំបានធ្វើឲ្យគាត់ហូបអញ្ចឹងខ្ញុំសូមយកបង្អែមទៅឲ្យគាត់នៅស្ដាយបន្តិចសិនទៅចុះណាកូនប៉ុន្តែកូនត្រូវតែប្រយ័ត្នបន្តិចផ្លូវទៅស្រែរបស់យើងគឺស្ងាត់ខ្លាំងណាស់ម៉ែខ្លាចមានអ្នកណាម្នាក់ចាំស្ទាក់ធ្វើបាបកូននៅទីនោះកូនមិនខ្លាចនោះទេម៉ែក៏ព្រោះតែនៅទីនោះមានបង្ដាំហើយក៏មិនមានអ្នកណាម្នាក់មានគំនិតអាក្រក់ធ្វើបាបកូនដែរដូច្នេះម៉ែកុំបារម្ភអីមិនឲ្យម៉ែបារម្ភពីកូនបានចឹងមិនទៅកូនក៏ព្រោះតែកូនជាកូនស្រីតែម្នាក់គត់របស់ម៉ែហើយបើសិនជាមានអ្នកណាធ្វើបាបកូនម៉ែប្រកាសជាមិនអាចទទួលយកបានម៉ែកុំគិតបែបនេះអីមិនមានអ្នកណាម្នាក់ហ៊ានធ្វើបាបខ្ញុំនោះទេក៏ព្រោះតែខ្ញុំជាប្អូនស្រីបង្ដាំនៅក្នុងភូមិអ្នកណាដែលថាមិនខ្លាចបង្ដាំនោះអញ្ចឹងកូនទៅចោះឲ្យបានតាន់គេព្រោះតែដើមគេទើបតែនឹងដើរទៅប្រហែលជាមិនតាន់ទៅដល់វាលស្រែទេមើលទៅចាម៉ែនាងមុំក៏បានយកបង្អែមទៅឲ្យនាយដាំដែលត្រូវជាបងប្អូនជីដូនមួយនៅស្រែនៅតាមផ្លូវនេះកំពុងតែប្រញាប់ដើរទៅណានឹងចៅហើយដូចជាកាន់អ្វីនៅក្នុងដៃតើចៅយកអ្វីទៅឲ្យអ្នកណាខ្ញុំយកបង្អែមទៅឲ្យបង្ដាំនៅស្រែក៏ព្រោះតែគាត់ប្រញាប់មកស្រែពេកហើយក៏ភ្លេចយកមកតែបានជាខ្ញុំយកមកឲ្យគាត់តែម្ដងទៅតើទើបតែនឹងឃើញដាំដើរទៅអំបញ្ញមិញនេះចៅប្រយ័ត្នខ្លួនខ្លះទៅព្រោះតែចៅគឺជាមនុស្សស្រីហើយដើរតាមផ្លូវស្ងាត់បែបនេះតែម្នាក់ឯងចាលោកតាថ្ងៃក្រោយចៅនឹងមិនមកម្នាក់ឯងទៀតទេនេះក៏ព្រោះតែចៅគិតថាបងដាំទៅតែនឹងដើរទៅស្រែទៅបានជាចៅដើរមកតាមគាត់តែម្នាក់ឯងទៅអញ្ចឹងតើមិនរំខានចៅទេចៅទៅតាមនិយាយដាំតាមសបាយចោះតើដល់ពេលដែលតាត្រូវទៅសុំសិលអញ្ចឹងតាទៅសិនហើយចាលោកតាអញ្ចឹងលោកតាទៅវត្តសុំសិលចោះបើថ្ងៃណាដែលចៅបានត្រីច្រើនចៅនឹងធ្វើម្ហូបដើម្បីយកទៅវត្តជូនលោកតានឹងជួបព្រះសង្ឃមានចិត្តប្រពៃក្រៃណាស់ចៅទាំងរូបថោមល្អទាំងសម្លេងស្អាតទាំងចិត្តស្អាតហើយថែមទាំងចិត្តល្អថែមទៀតនេះគេហៅថាស្អាតមួយចប់ទាំងចិត្តទាំងកាយទាំងគំនិតទាំងទង្វើចាលោកតាអញ្ចឹងចៅទៅសិនហើយនឹងបានប្រញាប់មកវិញខ្ញុំរៀបលាសិនហើយណាលោកតានាងពិតជាក្មេងដ៏ល្អមែននៅក្មេងមានគំនិតចេះធ្វើបុណ្យតើហេតុអ្វីបានជាអូនតាមបងមកដល់ទីនេះតើអូនមានការអ្វីមែនទេគឺក៏ព្រោះតែបងមកភ្លេចយកបង្អែមមកជាមួយនឹងហើយទៅបានជាខ្ញុំយកមកឲ្យបងនៅទីនេះតែម្ដងទៅនេះបងប្រុសគឺជាបង្អែមបងវិសាទៅបងនេះចាប់មែនដែលបងភ្លេចយកបង្អែមដែលប្អូនស្រីធ្វើឲ្យហូបដល់ថ្នាក់ប្អូនស្រីយកមកដល់ទីនេះបងនេះពិតជាចំមែនមិនមែនជាបញ្ហាអ្វីទេណាបងប្រុសក៏ព្រោះតែបងប្រុសប្រញាប់មកស្រែទៅបានជាបងភ្លេចបែបនេះបងខ្លាចក្របីចូលស្រែប៉ុណ្ណឹងខ្ញុំយកមកឲ្យវាក៏មិនតខុសអីដែរណាបងប្រុសហើយចូលតាអ្នកមីងគាត់ទៅផ្សារទិញបន្លែហើយមែនទេ
នៅពេលដែលបងចេញមកស្រែគាត់នៅផ្ទះឬមួយគាត់មិនទៅទិញបន្លែទេនៅថ្ងៃនេះ អ្នកម៉ែអត់បានទៅផ្សារទេណាបងក៏ព្រោះតែថ្ងៃនេះមានប៉ុនគេនៅចិត្តពាត់ដូច្នេះហើយទៅមកជាអ្នកម៉ែទៅកន្លែងប៉ុនអញ្ចឹងបងពិសាទៅខ្ញុំសុំលាបងទៅផ្ទះវិញសិនហើយ ទៅចុះណាបងអូនស្រីពីមួយថ្ងៃទៅមួយថ្ងៃប្អូនជីដូនមួយរបស់ខ្ញុំគេកាន់តែក្រមុំស្អាតខ្ញុំកំពុងតែមានចិត្តលើប្អូនខ្លួនឯងហើយតើមែនទេតើខ្ញុំអាចសុំអ្នកមីងរៀបការជាមួយប្អូនស្រីខ្លួនឯងតើបានទេខ្ញុំត្រូវតែសាកល្បងបើមិនដូច្នេះទេប្រកាសជាមានអ្នកណាម្នាក់មកដណ្ដើមប្អូនជីដូនមួយជាមិនខានបើសិនជានាងមិនព្រមរៀបការខ្ញុំនឹងបង្ខំនាងលុះដល់ពេលថ្ងៃមួយនាយដាំក៏បានតាច់ចិត្តប្រាប់អ្នកមីងរបស់ខ្លួនឲ្យបានដឹងអំពីគំនិតនៅថ្ងៃនេះក្មួយកើតអីហេតុអីបានជាក្មួយមានរឿងចង់និយាយប្រាប់មីងតើមានរឿងអ្វីទៅក្មួយខ្ញុំមិនចង់លាក់បាំងនឹងអ្នកមីងបន្តទៀតទេរាល់ថ្ងៃនេះខ្ញុំពិតជាស្រឡាញ់ស្រីមុំទោះបីជាស្រីមុំជាប្អូនជីដូនមួយខ្ញុំក៏ដោយប៉ុន្តែខ្ញុំចង់បានស្រីមុំមកធ្វើជាប្រពន្ធអ្នកមីងជួយឲ្យស្រីមុំរៀបការជាមួយខ្ញុំទៅមិនកើតតែដឹងក្មួយក៏ព្រោះតែក្មួយជាបងប្រុសរបស់នាងនាងប្រកាសជាមិនអាចទទួលយកក្មួយបានទេក្មួយគួរតែស្វែងរកនារីផ្សេងទៀតទៅក្រៅពីមុំខ្ញុំពិតជាអរគុណណាស់អ្នកមីងខ្ញុំមិនអាចរកអ្នកណាផ្សេងក្រៅពីស្រីមុំនោះទេព្រោះតែចិត្តរបស់ខ្ញុំនិងបេះដូងរបស់ខ្ញុំបានស្រឡាញ់ស្រីមុំបាត់ហើយដូច្នេះអ្នកមីងឲ្យស្រីមុំរៀបការជាមួយខ្ញុំទៅមីងមិនស្អប់មីងមិនខ្ពើមអ្វីក្មួយទេប៉ុន្តែមីងចាំសួរចិត្តមុំសិនតើនាងនឹងព្រមរៀបការជាមួយក្មួយដែរឬអត់បើសិនជានាងអត់មីងក៏មិនអាចជួយក្មួយបានយ៉ាងម៉េចដែរក្មួយបានអ្នកមីងអរគុណច្រើនខ្ញុំពិតជាស្រឡាញ់ស្រីមុំខ្លាំងណាស់ខ្ញុំខ្លាចថ្ងៃណាមួយមានអ្នកផ្សេងដណ្ដើមយកនាងចេញពីខ្ញុំទើបបានជាបណ្ដោយឲ្យខ្ញុំខ្វាយខ្វល់បែបនេះមិនអីទេណាក្មួយកុំគិតច្រើនអីចាំមីងនឹងជួយនិយាយឲ្យមុំយល់ព្រមក្មួយកុំបារម្ភពេកបានអ្នកមីងខ្ញុំអរគុណច្រើនខ្ញុំសង្ឃឹមថានឹងបានរៀបការជាមួយស្រីមុំទោះបីជាប្អូនស្រីជីដូនមួយប៉ុន្តែខ្ញុំចង់បាននាងមកធ្វើជាប្រពន្ធលុះដល់ពេលយប់ឡើងអ្នកមីងនួនគាត់ក៏បានសួរនាំចិត្តរបស់ស្រីមុំនេះតើអ្នកម៉ែនិយាយថាម៉េចបងដាមមានចិត្តចង់បានខ្ញុំធ្វើជាប្រពន្ធមែនទេប៉ុន្តែខ្ញុំទុកគាត់ត្រឹមតែជាបងប្រុសរបស់ខ្ញុំទេណាម៉ែខ្ញុំមិនយល់ព្រមរៀបការជាមួយនឹងគាត់នោះទេម៉ែសឹងតែមិនជឿថាដាមគេមានចិត្តមកលើកូននេះតើកូនពិតជាមិនអាចទទួលយកដាមធ្វើជាស្វាមីបានដែរមែនទេកូនគាត់គឺជាបងប្រុសរបស់ខ្ញុំទេណាម៉ែដូច្នេះខ្ញុំពិតជាមិនអាចយកគាត់មកធ្វើជាប្តីហើយខ្ញុំក៏មិនអាចធ្វើជាប្រពន្ធគាត់ម៉ែយករឿងនេះទៅនិយាយប្រាប់គាត់វិញទៅបើសិនជាម៉ែមិនហ៊ានចាំខ្ញុំយករឿងនេះទៅនិយាយប្រាប់គាត់ដោយខ្លួនឯងម៉ែពិតជាអាណិតដាំដែលគេមានចិត្តមកលើកូនប៉ុន្តែកូនបែរជាមិនអាចទទួលយកគេធ្វើជាស្វាមីបានចាំម៉ែនឹងប្រាប់ដំណឹងនេះឲ្យគេបានដឹងវិញក៏បានដែរណាកូនខ្ញុំក៏មានការសោកស្ដាយដែរណាម៉ែដែលមនុស្សស្រីដែលមកដាំពេញចិត្តគឺជាខ្ញុំក៏ព្រោះតែគាត់ជាមនុស្សល្អហើយថែមទាំងឧស្សាហ៍ធ្វើការងារថែមទៀតប៉ុន្តែគាត់បែរជាមានចិត្តមកលើខ្ញុំទៅវិញអញ្ចឹងចាំថ្ងៃស្អែកម៉ែនឹងទៅប្រាប់គេឲ្យបានដឹងវិញព្រោះតែយប់នេះដាំគេបានទៅដេកចាំស្រែបាត់ហើយចាំម៉ែនឹងទៅប្រាប់គេឲ្យបានដឹងអំពីដំណឹងនេះវិញប៉ុន្តែខ្ញុំគិតថាកុំអីម៉ែទោះឲ្យខ្ញុំជាអ្នកទៅប្រាប់គាត់ដោយខ្លួនឯងទើបគាត់អស់ចិត្តកុំឲ្យគាត់នៅមានចិត្តស្រឡាញ់ខ្ញុំទៀតតាមខ្ញុំនឹងទៅប្រាប់គាត់ឲ្យអស់ចិត្តបើសិនជាកូនចង់ទៅនិយាយម៉ែក៏មិនហាមឃាត់អញ្ចឹងកូនទៅប្រាប់ដាំឲ្យបានដឹងចោះហើយសូមទោសគេថាកូនមិនអាចទទួលយកគេបានណាកូនប៉ុន្តែនៅពេលនោះនាយដាំក៏បានលបស្ដាប់នៅខាងក្រោមផ្ទះហើយក៏បានស្ដាប់ឮគ្រប់រឿងរ៉ាវទាំងអស់តើយើងមិនល្អត្រង់ណាទៅហើយអ្វីបានជាមិនអាចទទួលយកយើងធ្វើជាប្តីបានខ្ញុំត្រូវតែប្រើល្បិចគ្រប់បែបយ៉ាងដើម្បីបង្ខំនាងព្រោះថាបើខ្ញុំមិនចាប់បង្ខំនាងទេខ្ញុំមិនអាចយកមុំមកធ្វើជាប្រពន្ធបានទេទោះបីជាបង្ខំអូនជាអ្នកបង្ខំបងឲ្យធ្វើបែបនេះដោយខ្លួនឯងទេបន្ទាប់ពីនិយាយរួចនាយដាំក៏បានធ្វើដំណើរដើរទៅស្រែលុះពេលស្អែកឡើងនេះតើមានរឿងអ្វីនឹងហេតុអីបានជាមានទឹកមុខពិបាកចិត្តបែបនេះតើនួនមានរឿងអ្វីមែនទេខ្ញុំពិបាកចិត្តណាស់លោកតាពិបាកចិត្តរឿងដែលខ្ញុំចង់ឲ្យមុំធ្វើជាប្រពន្ធនាយដាំ
ប៉ុន្តែមុំគេមិនចង់បានគេទុកដាំត្រឹមតែជាបងប្រុសបែបនេះគេហៅថាបងប្អូនស្រឡាញ់គ្នាហើយបើសិនជាអាចគួរតែឲ្យមុំរៀបការជាមួយនឹងដាំទៅក៏ព្រោះតែដាំគេក៏ជាកូនកំព្រាហើយគេថែមទាំងរស់នៅជាមួយនឹងនួនតាំងពីតូចមកខ្ញុំក៏ចង់ដែរណាលោកតាប៉ុន្តែមុំគេមិនចង់រៀបការជាមួយដាំក៏ព្រោះតែគេទុកដាំត្រឹមតែជាបងប្រុសដូច្នេះហើយទើបបានជាខ្ញុំមិនអាចបង្ខំកូនស្រីបានបែបនេះគេនួនគិតបែបនេះក៏ត្រឹមត្រូវមួយយ៉ាងដែរយើងអាចបង្កើតគេបានប៉ុន្តែយើងមិនអាចបង្ខំគេបាននោះទេអញ្ចឹងធ្វើតាមការចង់បានរបស់មុំទៅខ្ញុំបានសម្រេចចិត្តរួចហើយខ្ញុំនឹងតាមកូនស្រីដោយមិនឲ្យមុំរៀបការជាមួយនឹងដាំអញ្ចឹងខ្ញុំសូមដើរទៅផ្សារទិញបន្លែសិនហើយណាលោកតាតាមសប្បាយចុះណានួនចំណែកនាងមុំក៏បានដើរទៅស្រែដើម្បីយកដំណឹងដែលនាងបានបដិសេធរៀបការជាមួយនឹងនីដាំទៅប្រាប់នីដាំឲ្យបានដឹងនេះតាបងកំពុងតែអង្គុយពិបាកចិត្តរឿងអីហ្នឹងខ្ញុំមកទីនេះគឺមានរឿងចង់និយាយប្រាប់បងឲ្យបានដឹងនេះតើអូនមានរឿងអ្វីទៅអូនយល់ព្រមរៀបការជាមួយបងហើយតើមែនទេឬមួយអូនបដិសេធនិយាយមិនលាក់បាននឹងបងទេខ្ញុំទុកបងត្រឹមតែជាបងប្រុសជីដូនមួយខ្ញុំតែប៉ុណ្ណោះដូច្នេះខ្ញុំមិនអាចរៀបការជាមួយបងបានខ្ញុំសង្ឃឹមថាបងនឹងរកអ្នកណាផ្សេងទៀតមករៀបការជាមួយបងចោះហើយអ្វីបានជាអូនបដិសេធជាមួយនឹងបងបែបនេះទោះបីជាអូនបដិសេធអូនក៏មិនអាចគេចផុតអំពីការរៀបការបានដែរនៅពេលនេះអូនត្រូវតែខ្លាចជារបស់បងនេះតើបងនិយាយបែបនេះមានបំណងអ្វីទៅបងកុំគិតផ្ដេសផ្ដាសឲ្យសោះបើសិនជាមានអ្នកណាម្នាក់ដើរមកឃើញបងប្រុសធ្វើបែបនេះចំពោះខ្ញុំបងប្រកាសជាមានទោសអូនគិតថាបងខ្លាចតើមែនទេបងត្រូវតែយកអូនមកធ្វើជាប្រពន្ធឲ្យតតែបានហើយនៅពេលនេះគ្មានអ្នកណាម្នាក់ដើរកាត់ទីនេះទេនៅពេលនោះនីដាំក៏បានចាប់ប្អូនជីដូនមួយរបស់ខ្លួនបំរុងនឹងរំលោភប៉ុន្តែនាងក៏បានរើរួចហើយក៏បានព្យាយាមរត់គេចពីទីនោះហើយនីដាំក៏បានដេញតាមទៅដល់កន្លែងមួយស្រាប់តែប្រធរនីក៏បានស្រូបនីដាំចូលទៅក្នុងដីនេះតើយ៉ាងម៉េចហើយកូនតើមានរឿងអ្វីកើតឡើងដែរទេម៉ែសុំទោសដែលបណ្ដាលឲ្យកូនមកតែម្នាក់ឯងបែបនេះកូនអត់បានកើតអ្វីទេម៉ែនៅពេលនេះបងដាំត្រូវបានព្រះធរណីស្រូបចូលទៅក្នុងដីបាត់ហើយក៏ព្រោះតែគាត់មានគំនិតអាក្រក់ប្រព្រឹត្តរឿងមិនល្អចំពោះខ្ញុំចាប់តាំងពីថ្ងៃដែលនីដាំត្រូវបានព្រះធរណីស្រូបចូលទៅក្នុងដីអ្នកមីងនួនគាត់ក៏បានឲ្យកូនស្រីគាត់រៀបការជាមួយនឹងបុរសម្នាក់ទៀតដែលនៅក្នុងភូមិហើយក៏បានរស់នៅជាមួយគ្នាជារៀងរហូតទៅ